ស្ដីអ្នកទាំងអស់គ្នាចឹងថ្ងៃនេះខ្ញុំរចនាមកចែករំលែកអ្នកទាំងអស់គ្នាអំពីការប្រើប្រាស់ comment ខ្លះជាមួយនឹងភាពចឹងទី1task យើងគឺទី1យើងចង់connect វាទៅជាមួយនឹង ASH អញ្ចឹងខ្ញុំបើក PowerShell របស់ខ្ញុំមកហើយទី1យើង check មើលIP address យើងនៅក្នុងយូរបន្ទុករបស់យើងមកហើយយើងយកមក connect ជាមួយនឹង PowerShell ប៉ុន្តែនេះខ្ញុំ connect ហើយអញ្ចឹងយើងចូលដល់ការងារទី1ហ្មងទៅអញ្ចឹង task ទី1នេះយើងត្រូវ show username អញ្ចឹងដើម្បី show username យើងប្រើ comment who am I ចឹងនេះជា username របស់ខ្ញុំហើយយើងចូលដល់ទី2 list and text 3 line អញ្ចឹងយក3 line នៅខាងលើទិន្នន័យរបស់យើងអញ្ចឹងទី1ខ្ញុំ ls វាមើលសិន ls-lh ដើម្បីមើលថា list ខ្ញុំមានប៉ុន្មានអញ្ចឹង list ខ្ញុំមានប៉ុណ្ណេះអញ្ចឹងឥឡូវខ្ញុំចង់បានទិន្នន័យ3នេះមកបង្ហាញអញ្ចឹងខ្ញុំ ls-lh ហើយប្រើសញ្ញា list ធំឈរមួយនឹងទៅហើយដើម្បីយើងយកឲ្យខាងលើនេះជួរខាងពីលើហ្នឹងយើងប្រើ head មកហើយយើងចង់បានប៉ុន្មានជួរឥឡូវខ្ញុំចង់បាន3អញ្ចឹងដាក់ដក3មកវាបាន3ហើយតែឥឡូវបើសិនជាយើងចង់បានដល់ក្រុមនេះវិញយើងធ្វើម៉េចអញ្ចឹងស្រួលទេ comment វានៅដដែលប៉ុន្តែយើងដូរតែនេះ head នេះមកដាក់ tail វិញមកនេះវាចេញខាង3ក្រុមនេះវិញហើយចាអញ្ចឹងមួយទៀត create file ហើយខ្ញុំចូលទិន្នន័យខ្លះនៅក្នុង file ហ្នឹងទៅហើយចូលឲ្យមើលឃើញតោះអញ្ចឹងយើងដើម្បី create file យើងmkd ir មកហើយដាក់ឈ្មោះ user តាអញ្ចឹងដាក់ឈ្មោះខ្ញុំទៅu30 ចឹងតោះអញ្ចឹងខ្ញុំបង្កើតបានហើយអញ្ចឹងខ្ញុំចូលទៅក្នុងfolder មួយហ្នឹងមក cd មកដើម្បីចូលទៅក្នុង user របស់យើងក្នុង folder របស់យើងអូខេអញ្ចឹងឥឡូវយើងចូលដល់ហើយឥឡូវខ្ញុំចង់បញ្ចូលទិន្នន័យទៅក្នុងខ្ញុំចង់កាត់ file មួយទៅក្នុង folder មួយហ្នឹងអញ្ចឹងខ្ញុំ nano ឥឡូវខ្ញុំកើត pip file .txt ឥឡូវខ្ញុំចូលទិន្នន័យខ្លះនៅក្នុងនឹងដើម្បីយកមកតេស្តឲ្យអ្នកគ្នាមើលអញ្ចឹងខ្ញុំដាក់ test 1 test 2 test 3 test 4ដាក់មកជឿ test 5អញ្ចឹងខ្ញុំដើម្បី save បានពួកយើងចុច Ctrl X ហើយចុច Y enter yes បានហើយខ្ញុំ clear វាចាំមួយសិនតោះអញ្ចឹងអីដែលបន្តទៀតយើងចង់check យកទិន្នន័យដែលទិន្នន័យយើងបង្កើតមិញហ្នឹងណាតែយើងចង់មើលខាងលើថាទាញយកថាឥឡូវឧទាហរណ៍ថាយក2ចុះឥឡូវយើង cat file មក .txt ហើយយើងចង់បានប៉ុន្មានឥឡូវយកពីលើត្រូវអត់យើង cat ដល់3យើងធ្វើមកវានឹងចេញ3ហ្នឹងហើយតោះអញ្ចឹងឥឡូវយើងបាន3ខាងលើហើយអញ្ចឹងឥឡូវខ្ញុំចង់ check មើលខាងក្រោមវិញអញ្ចឹងយើងដូរតា head ដាក់ tail វិញមកឥឡូវវាចេញមកពីខាងក្រោម3ហ្នឹងវិញហើយអូខេអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្ណឹងអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាសួស្តីអ្នកទាំងអស់គ្នាខ្ញុំរចនាចឹងថ្ងៃនេះខ្ញុំនឹងមកចែករំលែកអ្នកទាំងអស់គ្នាអំពីការប្រើប្រាស់ comment ខ្លះ
តងជាមួយនឹង redirection ចឹងមុននឹងចូលដល់ការ comment ទាំងអស់នោះខ្ញុំត្រូវការឆែក IP address របស់ខ្ញុំដើម្បីយកទៅ connect ជាមួយនឹង SSH សិនចឹងនៅពេលដែលយើងឆែកហើយយើងបើកជាមួយនឹង SSH របស់យើងមកហើយបន្ទាប់មកយើងធ្វើការវាយពាក្យថា SSH ហើយយើងដាក់ឲ្យឈ្មោះ user របស់យើងមកដូចរបស់ខ្ញុំណារចនាហើយយើងដាក់ add មកហើយយើងដាក់លេខ IP address របស់យើងចូលបន្ទាប់ពីយើងដាក់ IP address របស់យើងហើយយើងចុច enter ទៅវានឹង load ឲ្យ password មកអញ្ចឹងយើងដាក់ password ហើយវានឹងចេញចូលដល់ user របស់យើងហើយអញ្ចឹងអានេះចូលមកដល់នៅពេលដែលខ្ញុំចង់ឲ្យដឹងឲ្យច្បាស់ថាហ្នឹងពិតជារបស់ user របស់ខ្ញុំមែនអញ្ចឹងខ្ញុំ check who am I អញ្ចឹងឥឡូវចូលដល់កិច្ចការរបស់យើងទី1បើសិនជាអ្នកទាំងអស់គ្នាចង់ឆែកមើលឲ្យ list ចង់យក list ទាំងអស់ពី etc មកចូលក្នុង SU30 អញ្ចឹងអ្នកទាំងអស់គ្នាត្រូវcomment ដូចជាទី1អ្នកទាំងអស់គ្នាដាក់ ls មករួចហើយ /etc មកហើយអ្នកទាំងអស់គ្នាហៅប្រាំងជាមួយនឹងសញ្ញាធំហើយបានដាក់ឲ្យឈ្មោះ folder របស់យើងមកខ្ញុំដាក់ su30.txt អញ្ចឹងបានហើយឥឡូវយើង check មើលវាចង់ដឹងថាវាតន័យនឹងមកអត់អញ្ចឹងយើង cat វាមក cat su30 នឹងមកនេះឥឡូវវាចេញហើយចេញបានតន័យប៉ុណ្ណឹងអញ្ចឹងឥឡូវយើងចង់ add អានេះបើអ្នកនរគ្នាចង់ add ពីតន័យទៀតពី item ទៀតយើងដាក់ចូលក្នុង su30 យើង comment ដល់ដែរប៉ុន្តែយើងថែមឲ្យកន្លែងសញ្ញាធំហ្នឹងដាក់សញ្ញាធំ2ដងទៅហើយអ្នកគ្នាចុច enter មកហើយដាក់ comment ហ្នឹងដងទៀតមកវានឹង load តន័យទាំងអស់នឹងមកហើយបន្ទាប់ពីវា load តន័យអស់ហើយឥឡូវយើង cat វាមកដើម្បីឆែកមើលថាវាពិតជាចូលនៅក្នុង SU30 នឹងមែនអត់អញ្ចឹងយើងមើលវាបញ្ចប់ from not found មែនអត់ចឹងយើងស្វែងរកវាមើលចឹងនេះមួយទៀតវាបាន2ដងហើយ not found 2ដងហើយអញ្ចឹងបើសិនជាយើងឃើញមួយទៀតមានន័យថាយើងពិតជា add វាចូលបានមែនអញ្ចឹងនេះមួយទៀតអញ្ចឹងឥឡូវអីដែលយើង add ចូលហ្នឹងគឺវាចូលហើយអស់ហើយអញ្ចឹងវីដេអូថ្ងៃនេះមានតែប៉ុណ្ណឹងសូមអរគុណអ្នកនរដែលបានទស្សនាវីដេអូមួយសួស្តីអ្នកទាំងអស់គ្នាខ្ញុំរចនាអញ្ចឹងថ្ងៃនេះខ្ញុំនឹងមកចែករំលែកអ្នកទាំងអស់គ្នាអំពីការ install FTP នៅក្នុងម៉ាស៊ីនAWS របស់យើងអញ្ចឹងទី1មុននឹងយើងអាចធ្វើការបានយើងត្រូវការ log in ជាមួយនឹងនៅក្នុង AWS របស់យើងហ្នឹងយើងដាក់មក log in ចូលរួចហើយយើងចូល EC2 បន្ទាប់មកយើងចូល instance អញ្ចឹងនៅពេលដែលយើងហៅ instance ហើយនេះយើងត្រូវ select យកកន្លែងនេះចុចតាមមុនហ្នឹងយក OHO មករួចហើយយើង scroll មកក្រោម security group ដើម្បីយើងបង្កើត security group មួយអញ្ចឹងឥឡូវយើងចូលមកដល់ security group ហ្នឹងយើងដាក់ឈ្មោះមកអញ្ចឹងយើងធ្វើការដាក់ឈ្មោះហ្នឹងសេចល្អលើអ្នកទាំងអស់គ្នាទេចង់ដាក់ឈ្មោះអីក៏បានដែរអញ្ចឹងយើងដាក់ own security group មួយទៀត description នេះយើងដាក់អីក៏បានដែរអញ្ចឹងឥឡូវដាក់ឲ្យ learning តោះបន្ទាប់ពី learning ហើយមួយទៀតយើង scroll មកក្រោមដូចជាអស់អីហើយអញ្ចឹងពេលដែលយើងអស់អីហើយយើងចុច create វិញមកអូខេអញ្ចឹងកន្លែងនេះកំហុសមកមានន័យថាខ្ញុំធ្លាប់ដាក់អាហ្នឹងហើយអញ្ចឹងឥឡូវខ្ញុំធ្វើការដូរឈ្មោះវាបន្តិចខ្ញុំថែមដាក់ឲ្យ my own ចុះតែសារឈ្មោះមួយហ្នឹងធ្លាប់ create ហើយអញ្ចឹងខ្ញុំ create មកហើយយើងចាំឲ្យវាពេញ success អូខេឥឡូវបន្ទាប់ពីយើង success ហើយ
យើងចូល instant យើងវិញដើម្បីបង្កើតឡើង instant មួយចឹងយើងបង្កើតនេះមកយើងដាក់ឈ្មោះ web server របស់យើងណាអញ្ចឹងយើងដាក់ឲ្យ FTP server អូខេអញ្ចឹងអ្នកទាំងអស់គ្នាអាចដាក់អីក៏បានដែរតាមចិត្តឲ្យអ្នកទាំងអស់គ្នាចឹងឥឡូវយើងថែមinstant ពីក្រោយទៀតអញ្ចឹងដាក់នឹង FTP instant អូខេរួចហើយយើងជ្រើសរើសយកយើងបន្ទូបន្ទូមករួចហើយយើង scroll មកក្រោមទៀតអញ្ចឹងមកខាងទៀតយើងមើលថាយើងត្រូវថែមអីទៀតអញ្ចឹងទី1កន្លែងនេះយើងត្រូវយើងហៅនេះមាន eCPU 1 GB ចឹងឥឡូវយើងធ្វើការ create key វាមួយដើម្បីទុកឲ្យសម្រាប់យើងយកទៅremote ជាមួយ SH ចឹងយើងដាក់ឈ្មោះចឹងEC2 remote ដាក់ខាងនេះអូខេអញ្ចឹងយើងជ្រើសរើសតាមនេះអស់ហើយយើង create អូខេបន្ទាប់ពីយើង download បានហើយនេះគឺ អីដែលយើង download ហើយអញ្ចឹងយើង scroll មកនេះគឺមុននឹងយើងបង្កើត security group ឥឡូវយើងមក select យក security group របស់យើងអញ្ចឹងមិញយើងដាក់ my own security group នេះឥឡូវយើងឃើញហើយយើង select យកវាមកតើអញ្ចឹងបន្ទាប់ពី select ហើយយើង scroll មកខាងទៅយើងនឹងឃើញ configure storage អូខេហើយយើង add new volume បន្ទាប់ពី add new volume ហើយយើងដាក់តាមអីដែលយើងត្រូវការប្រើប្រាស់អញ្ចឹងយើងធ្វើការដាក់20អូខេបន្ទាប់ពីរួចរាល់អស់ហើយយើងឡើងឈ្មោះមកអូខេអញ្ចឹងយើងធ្វើការចាំវាបន្តិចសិនអូខេបន្ទាប់ពី success ហើយយើងចូល instant បន្ទាប់ពី instant ហើយយើងមើលយកអ្នកវាពុំមកអញ្ចឹងយើង refresh វាមកចាំរហូតដល់នឹងពេញហើយយើងទៅមុខតទៀតអញ្ចឹងយើងធ្វើការចាំវាមួយផ្លែតសិនអូខេអញ្ចឹងយើងធ្វើការ check ទាំងអស់ហើយ check ទៅនៅពេលដែលវាពេញហើយយើងចុចចូលនៅក្នុងនេះយើងចុច connect ដើម្បីយើង copy ហើយ C8 មកហើយនឹង S8 យកគឺទៅ connect ជាមួយនឹង S8 យើងហើយទី1យើងមកមើល IP របស់យើងអញ្ចឹងដើម្បីងាយស្រួលខ្ញុំធ្វើការ copy IP ទៅកុំឲ្យខ្ជិលបាក់ចូលបន្តិចអញ្ចឹងខ្ញុំ copy IP អូខេបន្ទាប់ពីយើង copy IP ហើយយើងចូលមក SH client របស់យើង copy CH មករបស់យើងអញ្ចឹងខ្ញុំដាក់ CH មកហើយយើង copy មកអញ្ចឹងតែពីខ្ញុំ copy CH មកខ្ញុំ copy SH មកចឹងបន្ទាប់ពីយើង copy រួចរាល់អស់ហើយយើងធ្វើការចូលវិបត្តិយើងមកដើម្បីធ្វើការកំណត់នឹង S8 នេះគឺតែយើងរៀនមកអញ្ចឹងឯកសារដែលខ្ញុំបាន download key របស់វាហ្នឹងខ្ញុំ download ដាក់នៅក្នុង download ក្នុងតាមយកឡើងសិនអញ្ចឹងខ្ញុំធ្វើការ CD ចូល download សិនជាដាក់ CD download ហើយស្លាប់ពេញថ្ងៃ
ជាមួយនឹង security នេះចឹងយើងធ្វើការចូលមក security របស់យើងអញ្ចឹងយើងต้องមាន rules របស់យើងអញ្ចឹងយើងចូលមក edit យើងសិន edit rule របស់យើងអូខេអញ្ចឹងនេះគឺ add rule ចឹងកន្លែង tag នេះRTCP នេះយើងsẽយក save ទៅមកហើយយើង save ចឹងគឺយើងពេញហើយយើងចង់ទៅឲ្យគេបាក់យើងវិញដើម្បី run code S8 របស់យើងខ្ញុំថាយើងចាំយើងតិចមិនចឹងសិនclear screen នេះសិនទៅ control ទៅ clear screen sudo exit upgrade now by make sure yes មកទៀតចឹងគឺការចាំវាបន្តទៀតហើយដល់ចប់ទៅអូខេបន្ទាប់ពីយើងនេះហើយយើងធ្វើ screen មួយអញ្ចឹងយើងធ្វើការចឹងឥឡូវខ្ញុំsudo apt install ហើយយើងធ្វើការ install នៅVSF ចឹងយើងដាក់ yes អស់ហើយមកដើម្បីកុំឲ្យពិបាកចុច yes មកតទៀតចឹងយើងធ្វើការចាំវាសិនឥឡូវបានហើយបន្ទាប់ពីបានហើយយើង clear screen មកអញ្ចឹងយើងធ្វើការcd ចូលទៅ etc អូខេបន្ទាប់ពីចូលដល់ etc ហើយយើងធ្វើការls មកវាថានៅក្នុងហ្នឹងវាមានអីអត់អញ្ចឹង ls dash l8 មកហើយយើងដាក់ឲ្យ grade មកអូខេ grade ទៀត s f tp មកហើយយើង enter អូខេអញ្ចឹងយើងបានធ្វើការ copy វាមួយហើយអញ្ចឹងឥឡូវយើងមិនយើងបានកាត់វាមួយអញ្ចឹងឥឡូវយើងធ្វើការ copy តំណែងមួយទៀតមកអញ្ចឹងយើងធ្វើការ copy វាស្រួលទៅយើងអូខេអញ្ចឹងបានអានេះខ្ញុំដូចជាខ្វះកន្លែងនេះអត់ដក clear អ្នកនរគ្នាយើងនេះទៅយើង enter មកអញ្ចឹងបន្ទាប់ពីយើងនេះហើយយើងធ្វើការនេះវាម្ដងcheck មើលវាអញ្ចឹងនេះយើងមាន2ហើយយើងមានមួយ backup មួយយើងបង្កើតអញ្ចឹងយើងធ្វើការបញ្ចូលកណៃខ្លះទៅឲ្យវាយើងnanoវាមកកន្លែងនេះច្រឡំចូលយើងកែតនន័យខ្លះដើម្បីឲ្យវាallow អីចឹងណា
chẳng tí muối nè cái này nhé local nhé vì giờ xẹp ấy dương scroll hờ cái này mấy màu khổng tiện nó đã bay rồi change edit chắc nè cái này như này ní dương yes đấy tôi bây giờ há dương arrow key màu khổng tiện nó chắc là lấy dương arrow key máu hay dương khơi tiện rồi ch room local user smile yes chắc là nhóm dương rồi đó nhà trong ở thùng chụp bị khỏi về máu và tọt máu dương arrow key khẩn một tiết đầm bay copy tên này khác đầm bay giờ tự đặt nơi bị khỏi về to tiệt chẳng á chắc là nếu chưa ai nè đây để dương thời copy đó chắc là ở này ai copy năng máu thế hay một pha nó không nâng tới thì chắc mình tọt mất dương ở arrow key tôi khom mà bấm pot khom trong cái bấm pot thấy dương copy bay là nhé giờ ta đặt to tiệt thế chắc là ở nơi pha máu thế chắc ban thấy là ở nơi sẽ để việc tích tới hơi sad nó rồi ok chắc copy ban thấy dân fuka control h máu hãy dừng vô yes máu hay enter ok chắc dân fuka hai ở hai chắc tập máu dân sudo máu sudo system restart cái này nhầm không tích chắc dân sudo system restart mà nhầm cho làm enter nhớ đó sudo system sudo system ctl restart nhưng thứ cái restart file là dùng card mà nhớ nhưng enter má anh ấy nhung được chỉ click thêm một tiếng dùng cái này không tích nhưng khẩn thứ cái khẩn một tích nó ok là C nhé nhưng đã thi vì một C nó hay enter nó bị bà này chắc bắt đầu bị dùng restart hết dùng thứ ca rồi start thao vi mờ dùng chẳng đấng tha tá vía active hay rồi nờ chắc dùng còn đã cái này restart nó dùng đầu đã start thao vi nó chắc những việc thi start thao enter tới chắc là lấy giờ ram này cho mình tha bao nhiêu active rồi chắc dùng cho mau ở pha sẽ làm bao nhiêu ok tập bị pha sẽ là hai dùng cho phá giờ sái manager ok mình tập đi ở đâu pha đi hai dùng job ở new site nó lại tập nhiều chứ new site hết giờ new site hai dùng đặt cho một người bán hoặc là site nó dùng đặt cho một ai của bán chứ nhưng thứ cả chắc là protocol nó dùng giờ SFTP năng máu hay là nick dùng giờ key phá hay là nhất dùng ở tiền khi pha là dùng bàn download năng máu chắc liên tục nơi download những đã mua EC2 remote chắc mình sẽ lại giờ năng máu ok hay dùng open tên tọa mất ở dương một đôi user bao nhiêu dương theo ca check user nó chứ mấy check nơi user bán nhưng đã hùa em ái ok chắc user bao nhiêu tôi mua ở Ubuntu chắc dương theo ca vay Ubuntu cho được không cái này ở user mất đã dùng Bluetooth hết dương thư ca từ copy IP để dùng bàn node tốt của chúng lấy IP để dùng node tốt nhưng copy nó đã lại host ok
យើងធ្វើការផាសវាមកអញ្ចឹង port វាយើងមិនចាំដាក់ទេដោយសារវា default ក៏បានដែរអញ្ចឹងយើងធ្វើហើយអស់ហើយយើង OK ហើយយើង select មួយទៀតយើង select do not save password នេះមកអូខេរួចហើយយើងធ្វើការចូលទៅ manage file ម្ដងទៀតដើម្បីconnect វាមើលចឹងហ្នឹងថាវាជាប់ឬក៏អត់អញ្ចឹងយើង always មកអូខេអញ្ចឹងយើងចាំវាបន្តិចសិនដើម្បីឲ្យវាដើរអូខេឥឡូវវាបានមកដល់វាមានហើយអញ្ចឹងនេះថាយើងដាក់បានជោគជ័យអញ្ចឹងយើងធ្វើការបង្កើត directory មួយនេះ new directory អញ្ចឹងអ្នកនរគ្នាអាចដាក់ឈ្មោះអីក៏បានដែរសម្រាប់ new directory ហ្នឹងអញ្ចឹងបើសម្រាប់ខ្ញុំដាក់FTP client អញ្ចឹងបន្ទាប់ហើយយើងដាក់ OK មកអូខេអញ្ចឹងយើង check មើលវាមកហើយអញ្ចឹងនេះរបស់ខ្ញុំមកហើយអញ្ចឹងខ្ញុំធ្វើការបង្កើត file ខ្ញុំធ្វើការបង្កើត file មួយសិនអញ្ចឹងយើង right click មកអូខេយក create new file នេះហើយអញ្ចឹង file ខ្ញុំអញ្ចឹង file ខ្ញុំដាក់ឈ្មោះlearning.txt អូខេតើពីដាក់ហើយយើងអូខេមកអញ្ចឹងឥឡូវយើងចូលមកមើលក្នុងនេះម្ដងក្នុងនេះរបស់យើងអញ្ចឹងយើងសាក comment មើលចាំដឹងថាយើងបង្កើតមិញវាមានដែរឬក៏អត់អញ្ចឹងខ្ញុំធ្វើការ ls ចូលមើលរបស់វាហើយFTP client នេះមានហើយអញ្ចឹងខ្ញុំធ្វើការចូលទៅក្នុង folder មួយហ្នឹងអូខេខ្ញុំ cd ចូល yes ខ្ញុំចូលមកដល់ហើយខ្ញុំធ្វើការ ls មើលថាក្នុងហ្នឹងវាមាន file អីដែរឬអត់អញ្ចឹងវាមាន file ដែលខ្ញុំបានបង្កើតមិញហ្នឹងអញ្ចឹងខ្ញុំ cat learning មួយចង់ដឹងថាក្នុង TXT ហ្នឹងមានអីអត់អញ្ចឹងខ្ញុំ enter មកអញ្ចឹងអត់មានអីទេអញ្ចឹងឥឡូវខ្ញុំទៅបង្កើតដាក់តិចតួចនៅក្នុង file ហ្នឹងអញ្ចឹងខ្ញុំ nano learning.txt មកអូខេបន្ទាប់មកខ្ញុំដាក់អក្សរអីបន្តិចចុះ FTP welcome អូខេអញ្ចឹងបន្ទាប់ពីអ្នកទាំងអស់គ្នាដាក់ប៉ុណ្ណឹងហើយអ្នកទាំងអស់គ្នាធ្វើការ control X មកដើម្បី save វាហើយ yes ទៅវានឹងមកអញ្ចឹងខ្ញុំធ្វើការ check វាបន្តិចសិនខ្ញុំ cat វាអូខេ cat អាហ្នឹងចង់ដឹងថាវាមានអត់អញ្ចឹងអ្នកនរគ្នា cat វាមក enter ទៅនេះវាមកអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្ណឹងសូមអរគុណសួស្តីអ្នកទាំងអស់គ្នាខ្ញុំរចនាចឹងថ្ងៃនេះខ្ញុំនឹងមកចែករំលែកអ្នកទាំងអស់គ្នាអំពី comment ខ្លះហើយនឹងពីរបៀបនៃការ connect ឲ្យ SSH ជាមួយនឹង AWS អញ្ចឹងទីមួយពួកយើងចូលមកឲ្យ SSH មកហើយយើងនឹងឃើញ EC2 ហើយយើងចូលមក instead dashboard វាហើយយើងនឹងឃើញពី instant running ហើយចុចលើវាហើយយើង launch វាមកដើម្បីបង្កើតអញ្ចឹងអានេះឲ្យខ្ញុំដាក់ឈ្មោះខ្ញុំចុះ @_ រចនាហើយខ្ញុំជ្រើសរើសយក Ubuntu ទៀតអានេះអូខេចឹងឥឡូវវាហើយអស់ហើយអត់មានអីទៀតទេចឹងយើង launch វាទៅចឹងយើងចាំវាមកស្ទុះទៅឲ្យវាដើរឲ្យពេញយ៉ាពេញហើយយើងចូលមក instant មក
នេះគឺយើងចាំឲ្យវាពេញសិនឲ្យវាពេញហើយបានយើងទៅ connect វាបានជឿយើងចាំមក plate សិនទៅនេះយើង refresh មកអញ្ចឹងឥឡូវនេះវាឆែកពេញហើយចុះឥឡូវយើងចូលមក instant ID wait ហើយយើង connect វាមក connect ហើយយើងចុចចូល ASH នេះដើម្បី copy ឲ្យ comment នេះយកទៅ connect ជាមួយនឹងនេះយើងអញ្ចឹងខ្ញុំចូល git មកតោះអញ្ចឹងមុននឹងយើងនេះយើង CD វាសិនណា CD download តោះយើង CD ចូល download ហើយយើង copy យកនេះ comment នេះយកមក pass វាមកហើយមួយទៀតយក SH មកតោះឥឡូវយើងចូលបានហើយអញ្ចឹងមុននឹងចូលយើង check វាមួយសិន who am I មួយសិនណានេះមួយទៀត PWD វាជា home directory និងមួយទៀតយើង check មើល host name តោះយើង clear សិនតោះអញ្ចឹងយើងចូលមកមើល task របស់យើងទាំងអស់គ្នាអញ្ចឹងយើងត្រូវមានអីទាំងអស់នេះរាល់ task ទាំងអស់ហ្នឹងខ្ញុំupdate upgrade វាហើយខ្ញុំ install 3ហើយអញ្ចឹងទី1យើងsudo update apt update update ចឹងយើងចាំវាមក plate សិនឲ្យវាពេញហើយចាំយើងធ្វើការងារតទៀតតោះចឹងវាពេញហើយចឹងយើង sudo apt upgrade ដកវាយមកចឹងយើងចាំវាពេញសិនinstall 3ហើយupgrade វាហើយឥឡូវយើង install 3ម្ដង sudo snap install 3ចឹងយើង check មើល tree មួយសិនអូខេឥឡូវយើងបាន tree ហើយអញ្ចឹងយើងចូលមកបង្កើតដល់ការងាររបស់យើងគឺបង្កើត folder នេះពី1.0.1 ដល់ 0.10 ជួយយើងចាប់ផ្ដើមបង្កើតមក mkdir .p ចឹង
tọa máu dương nano châu TXT máu nano text dot TXT ta chấm dương ta xây này tự anh máu chân là dùng copy Việt Nam như tất đại máu này về màu ấy chấm dừng cell về máu hay dừng exit enter về môi máu take dot tt này ở lối về máu ở hai này rồi copy text nó như tại đã châuក្នុងfolder ដែលយើងបានកើតពី001ដល់010ហ្នឹងតា cp t check.txt ដកគ្លី001តាទៀត002យើងដាក់រហូតយើងធ្វើចឹងរហូតដល់0010មក check 3 មួយតាឥឡូវយើងបានមកហើយមាននេះtechniques ចូលអស់ហើយជួយយើងមើលតទៀតចឹងឥឡូវខ្ញុំ install files ខ្ញុំ create file zip មួយតា .cvf ឬsu30 ចាsu30 តាហើយទៅដាក់ក្នុង001អូខេហើយបន្ទាប់មកទៀតខ្ញុំធ្វើការ extract វាថា .xvf su30 ថាចឹងបន្ទាប់មកយើងទៅមុខទៀតគឺ create ថា c set vf su30 ថា.jc su30 ថានេះបានមកហើយចឹងទៅមុខទៀតយក extract វាថា .x set vf su30 .gc អូខេចឹងយើងទៅ zip វាប៉ុន្តែមុននឹងយើង zip វាបានតើតើយើង install zip នឹងសិនចឹងឥឡូវខ្ញុំ install វាសិន sudo apt install zip yes ណាឥឡូវយើង zip បានហើយអញ្ចឹងខ្ញុំ install unzip វាហើយ sudo apt install unzip ចឹង clear សិនឥឡូវ check 3វាមក
ស្នេហ៍អីដែលបានកើតចឹងវីដេអូហ្នឹងមានតែប៉ុណ្ណឹង